Hello កាយតោះយើងបន្តភាគយើងបន្តទៀតកាន់មកមើលនៅពេលដែលថេសួរស៊ីនលូថាចង់ទៅលេងនៅក្រៅមួយគេអត់ស៊ីនលូក៏សួរវិញថាទៅឥឡូវហ្នឹងមែនត្រូវហើយគឺទៅឥឡូវហ្នឹងឃើញទេបើសិនជាខ្ញុំមានភាពក្លាហានតែបន្តិចខ្ញុំនឹងអាចសុំស៊ីនលូទៅដេតបានហើយពេលនេះមិនមែនជាពេលដែលត្រូវកំសាន្តមិនហ៊ានចូលចិត្តមនុស្សប្រុសទេខ្ញុំមិនទាន់បានបញ្ចប់ការងាររបស់ខ្ញុំនៅឡើយទេអញ្ចឹងហើយបងអាចទៅម្នាក់ឯងសិនបានហើយបងទៅចុះប្រហែលជាពេលនេះមានខ្យល់ល្អណាស់បាទអញ្ចឹងធ្វើការសិនទៅខ្ញុំទៅសិនហើយចាំជួបគ្នាពេលក្រោយហើយធ្វើគិតក្នុងចិត្តថាខ្ញុំគួរតែទៅយ៉ាងខ្ញុំមិនគួររំខានគេទេនេះគឺធ្វើឲ្យបេះដូងរបស់ខ្ញុំខ្ទេចខ្ទីហើយខ្ញុំខំតាំងចិត្តទៅអញ្ជើញគេប៉ុន្តែគេបែរជាយកចិត្តទុកដាក់ទៅលើការងារទៅវិញថែជប់សិនតើថ្ងៃស្អែកឬថ្ងៃខាងស្អែកតើបងទំនេរទេខ្ញុំស្គាល់កន្លែងមួយដែលមិនសូវមានមនុស្សទៅលេងថៃលឺភ្លាមមានជាការក្រក់ក្ដួលអារ៉ាជាខ្លាំងឬហើយក៏និយាយថាអូខ្ញុំទំនេរគ្រប់ពេលបើសិនជាឯងរកការងារពេលណាឯងអាចខលមកខ្ញុំបានការនោះមើលនៅពេលដែលថៃនៅបន្ទប់របស់ពូឆាងអ៊ីនថៃក៏ថានេះគឺពិតជារឿងដ៏ល្អណាស់នៅបន្ទប់របស់ពូឆាងអ៊ីនមានម៉ាស៊ីនត្រជាក់អាចអានសៀវភៅនិងផឹកស្រាថ្ងៃនេះពិតជាអារម្មណ៍ល្អណាស់ជេអ៊ីបែបជាចង់មើលសៀវភៅដ៏កម្របែបនេះហើយតែវាបែរជាមកប្រមូលផ្ដុំគ្នានៅកន្លែងតែមួយបែបនេះប៉ុន្តែខ្ញុំគិតថាគេប្រហែលជាបានអានវាហើយអស់ហើយកាលនោះពេលដែលថេបានតែទៅផ្ទះដើម្បីរកជេអ៊ីប៉ុន្តែគ្មានអ្នកណាលើកសោះថេក៏ថាតើគាត់កំពុងធ្វើអីហេតុអ្វីបានជាមិនទាន់មកទៀតជេអ៊ីគឺជាមនុស្សដែលមានសំណាងហើយគាត់ចង់សម្រេចអ្វីក៏បានតាមដែលគាត់ចង់បានវាក៏ប្រហែលជាទំនាក់ទំនងរបស់យើងតែពីរនាក់ត្រូវបានកាត់ផ្តាច់តាំងពីពេលនោះមកហើយវាមានន័យថាពួកយើងនឹងមិនអាចជួបគ្នាទៀតទេខ្ញុំចង់ឲ្យវាឃើញជាបែបនោះទេវាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អសោះអូតែអ្នកណាគេខលមកហ្នឹងពូឆាំងអ៊ីនមិននៅផងខ្ញុំមិនចាំបាច់ទៅខ្វល់រឿងហ្នឹងទេនេះគេពិតជាមិនចេះបោះបង់មែននិយាយចឹងរួចថេក៏ដើរទៅលើទូរស័ព្ទវិញនិយាយថាសួស្ដីសម្លេងបរិបម្នាក់ក៏និយាយថាអូវាគឺជាឯងទៀតហើយថេគ្រាន់តែឃើញបរិបហ្នឹងព្រមក៏និយាយថាអូដៃអ៊ីលេសួរថាថេថាអូអញចង់និយាយពីអីអូគឺដៃរបស់លោកឥឡូវនេះវារត់ទៅស្អាតទៀតហើយហាអរគុណហើយដែលបានសរសើរខ្ញុំមិនដែលលើអ្នកណាសរសើរពីដៃខ្ញុំទេក្រៅពីឯងតែនេះហើយមិនបានជាឯងនៅទីនេះទៀតហើយគ្រូបង្វឹកជនក៏នៅក្នុងបន្ទប់ទឹកទៀតហើយមែនអូគឺគាត់មិននៅទីនេះទេខ្ញុំមកទីនេះដើម្បីអានសៀវភៅប៉ុណ្ណោះគាត់មានសៀវភៅច្រើនណាស់អូត្រូវហើយខ្ញុំឃើញថាគ្រូបង្វឹកជនពិតជាមានចំណូលចិត្តក្នុងការអានសៀវភៅមែនតាថៃបានខ្វល់ពីសម្ដីអ៊ីលេដែលនិយាយមែនទេរវល់តែមើលដៃគេហើយគាត់ថាបាទដៃគេពិតជាស្អាតខ្លាំងណាស់វាមើលទៅភ្លឺដូចជាកញ្ចក់អញ្ចឹងខ្ញុំពិតជាចង់ប៉ះដៃរបស់គេខ្លាំងណាស់តើឯងពិតជាចូលចិត្តដៃរបស់ខ្ញុំណាស់មែនទេឯងមើលដៃរបស់ខ្ញុំមិនដកភ្នែកសោះថេនិយាយលេងថាគឺមកពីវាតាក់ទាញតែវាមិនសមនឹងខ្ញុំទេអញ្ចឹងហើយបានជាខ្ញុំចេះតែមើលវាលេងទៅអ៊ីលេនៅពេលដែលលឺថេនិយាយចឹងហើយក៏ចាប់ផ្ដើមសារយកមកជាធម្មតាឲ្យតែខ្ញុំសម្លឹងមើលដៃនរណាម្នាក់ខ្ញុំនឹងដឹងពីអត្តចរិតរបស់គេភ្លាមប៉ុន្តែសម្រាប់អារម្មណ៍អ្នកនេះវិញដៃរបស់គេមើលទៅមិនដូចជាអ្នកដែលធ្វើការងារអីលំបាកនោះទេហើយក៏មិនគួរជាអ្នកដែលកាន់បិចធ្វើការរាល់ថ្ងៃដែរតែការងារលក់សៀវភៅរបស់គេគឺជាការងារពិតប្រាកដដែរអត់ពេលគាត់អញ្ចឹងទៅថេក៏បានហៅអ៊ីលេរួចក៏សួរទៅអ៊ីលេថានៅពេលដែលខ្ញុំប្រាប់ឈ្មោះរបស់លោកទៅពូរបស់ខ្ញុំក៏រឿងភាំងតែឈ្មោះនេះមិនមែនជាឈ្មោះពិតរបស់លោកទេមែនអ៊ីលេនៅពេលដែលលើអញ្ចឹងហើយក៏សើចហើយក៏និយាយថាប្រហែលជាគាត់ភ្លេចឈ្មោះដើមរបស់ខ្ញុំហើយខ្ញុំមានឈ្មោះមួយទៀតប៉ុន្តែគ្មានហេតុផលអ្វីដែលខ្ញុំត្រូវប្រើឈ្មោះមួយនោះទេព្រោះខ្ញុំមិនបានធ្វើរឿងអ្វីមិនល្អផងថេក៏ថាតើគេធ្វើការអីទៅមិនបណ្ដៃគេស្អាតម៉េះតើលោកធ្វើការលក់សៀវភៅឬក៏ធ្វើការអីផ្សេងទៀតមែនពេលហ្នឹងអ៊ីលេបានឆ្លើយទេក៏យកដៃគោះតុបន្តិចពេលហ្នឹងថេក៏គិតថាតើខេតុអ្វីបានគេអត់និយាយចឹងពេលហ្នឹងអ៊ីលេក៏បាននិយាយថាពេលខ្លះខ្ញុំជួយគ្រួសាររបស់ខ្ញុំធ្វើអាជីវកម្មលក្ខណៈគ្រួសារវាជាការងាររបស់បងប្រុសខ្ញុំអញ្ចឹងហើយខ្ញុំជួយគាត់ខ្លះទៅតែខ្ញុំគួរធ្វើអ្វីទៀតខ្ញុំមិនដែលគិតអំពីរឿងហ្នឹងទេថេគាត់ថាអាជីវកម្មលក្ខណៈគ្រួសារគេប្រហែលជាមានគោលដៅច្បាស់ហើយប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំគ្មានគោលដៅថ្ងៃអនាគតឡើយបើខ្ញុំមិនអាចចេញពីទីនេះក្នុងរយៈពេល6 ខែទេនោះខ្ញុំប្រកាសជាគ្មានការងារធ្វើទេថេគាត់ថាខ្ញុំគិតថានៅទីនេះមានបទពិសោធន៍គ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការរកការងារដែលងាយស្រួលតែខ្ញុំមិនដឹងថាខ្ញុំគួររកការងារអ្វីឬក៏អាជីពអ្វីដើម្បីធ្វើទេពេលហ្នឹងថៃក៏បាននិយាយទៅកាន់អ៊ីលេថាតែឥឡូវនេះខ្ញុំគ្មានការងារអីធ្វើទេបន្ទាប់ពីត្រូវបានគេដេញបញ្ជូនយោធាលេងចេញតែឯងធ្លាប់ជាទាហានមែនទេអញ្ចឹងមានន័យថាឯងធ្លាប់ជាអតីតទាហាន
រឿងនេះវាពិតជាគួរឲ្យចាប់អារម្មណ៍មែនដែលប្អូនប្រុសរបស់ចុងជ័យគឺជាអតីតហ៊ានយ៉ាងម៉េចតើវាគួរអស់សំណើចណាស់មែនទេដែលមនុស្សដូចខ្ញុំមានបងប្រុសដ៏អស្ចារ្យយ៉ាងនេះអើនិយាយពីអីនោះទេខ្ញុំគ្មានន័យបែបហ្នឹងទេហេតុអ្វីបានជាឯងងល់អញ្ចឹងខ្ញុំមិនបាននិយាយថាឯងជាមនុស្សខុសខើណាលុះត្រាតែឯងចង់បានអ្វីមួយពីខ្ញុំមែនថែអប់ខ្លួនរួចហើយក៏និយាយថាទេវាមិនអីទេខ្ញុំចង់បានន័យថាវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ដែលវិស្វករអាវុធម្នាក់មានប្អូនប្រុសដែលជាអ្នកកាន់អាវុធដែរការងារជាទាហានគឺត្រូវកាន់អាវុធនិងប្រឈមមុខជាមួយសត្រូវហើយក៏បានឃើញជនរងគ្រោះជាច្រើនតែមិនគិតអញ្ចឹងទេឯងថានៅពេលដែលលឺអញ្ចឹងក៏ចាប់ផ្ដើមគាំងហើយក៏បាននិយាយថាចំមិញហ្នឹងគេនិយាយពីអីនោះនេះតើចេះអ៊ីគឺជាវិស្វករអាវុធនៅពេលដែលឃើញប្រតិកម្មរបស់ថេហើយអ៊ីលេក៏បានសួរថានេះតើឯងមិនដឹងពីរឿងហ្នឹងទេឯងទេខ្ញុំមិនដែលដឹងថាគាត់ធ្វើការអ្វីទេមើលទៅលោកស្គាល់គាត់ច្រើនជាងខ្ញុំទៀតទំនាក់ទំនងចេះអ៊ីនិងខ្ញុំគឺមិនអាក្រក់ទេប៉ុន្តែពួកយើងមិនដែលចែករំលែកអំពីរឿងផ្ទាល់ខ្លួនទៅវិញទៅមកទេបន្ទាប់ពីខ្ញុំពេញវ័យពួកយើងកម្រនៅផ្ទះជាមួយគ្នាណាដូច្នេះហើយពួកយើងពិបាកដឹងពីជីវិតរបស់គ្នាទៅវិញទៅមកពួកយើងទាំងពីរនាក់មិនចាប់អារម្មណ៍លើការងាររបស់អ្នកដទៃទេអញ្ចឹងហើយខ្ញុំក៏មិនចាប់អារម្មណ៍លើការងារប្រកបរបស់គេដែរប៉ុន្តែនេះគឺជាអាវុធខ្ញុំសឹងតែមិនជឿថាបងប្រុសរបស់ខ្ញុំជាវិស្វករអាវុធអ៊ីឡេក៏និយាយថាខ្ញុំមិនគួរណានិយាយចឹងសោះតែមានមនុស្សច្រើនណាស់ដែលមិនដឹងថាចេះអ៊ីធ្វើការអីប៉ុន្តែសូមឯងលាក់រឿងនឹងជាការសម្ងាត់ផងតើខ្ញុំដឹងហើយខ្ញុំនឹងមិននិយាយវាឲ្យអ្នកផ្សេងដឹងទេអ៊ីឡេនៅពេលដែលឃើញថេនិយាយចឹងក៏ស្អែករួចហើយក៏និយាយថាមើលទៅឯងដូចជាមិនសប្បាយចិត្តនឹងរឿងហ្នឹងទេបងប្រុសរបស់ឯងគឺជាមនុស្សដែលមានទេពកោសល្យណាស់ណាទេមិនមែនខ្ញុំមិនមានមោទនភាពចំពោះបងខ្ញុំទេតែដោយសារតែថាលោកប្រាប់ខ្ញុំថាលោកធ្វើអាជីវកម្មលក្ខណៈគ្រួសារតើវាមានពាក់ព័ន្ធនឹងអាវុធអត់អ៊ីឡេស្ងាត់បន្តិចរួចហើយក៏និយាយថាអានឹងជាការងាររបស់បងប្រុសខ្ញុំទេខ្ញុំជួយគាត់ម្ដងម្កាលតើក្រែងមិញហ្នឹងខ្ញុំប្រាប់ឯងហើយតើតែឮចឹងហើយក៏ភ្ញាក់ផ្អើលរួចក៏ស្រែកថាចឹងតើគ្រួសាររបស់លោកគឺជាអ្នកលក់អាវុធមែនអញ្ចឹងតើលោកមិនមែនជាអ្នកលក់អាវុធទេអានឹងខ្ញុំមិនដែលធ្វើទេអានឹងការងារបងប្រុសខ្ញុំតើឯងធ្លាប់ឃើញអត់រ៉កែដែលបងប្រុសរបស់ឯងបានផលិតជាគំរូសម្រាប់បង្កើតបានជាប់ចំណាត់ថ្នាក់លេខ1និងលក់ដាច់ជាងគេបង្អស់នៅក្នុងឆ្នាំចុងក្រោយនេះស្អីគេអញ្ចឹងអ្នកបង្កើតអាវុធក្នុងសង្គ្រាមគឺជាបងប្រុសរបស់ខ្ញុំទេចេអ៊ីបើខ្ញុំឃើញបងខ្ញុំនឹងសម្លាប់បងជាមិនខានទេអ៊ីឡេនៅពេលដែលឮថេនិយាយចឹងហើយក៏សួរថានេះតើឯងចង់ផ្លាស់ចំណុចចំណងជាមួយបងប្រុសរបស់ឯងមែនថេបាននិយាយថាទេគាត់នឹងទេដែលជាអ្នកចង់ផ្លាស់ចំណុចចំណងរវាងខ្ញុំនិងគាត់នោះគាត់ថាគាត់នឹងកាត់ផ្តាច់ចំណុចចំណងនេះរួចក៏ចាកចេញហើយខ្ញុំខានឃើញគាត់យូរហើយអ៊ីឡេនៅពេលដែលឮថេនិយាយចឹងហើយក៏សើចរួចក៏និយាយថាជុងជេពិតជានិយាយចឹងមែនណោះវាពិតជាគួរអស់សំណើចណាវាប្រកាសជារឿងអស់សំណើចណាស់សម្រាប់លោកប៉ុន្តែវាសម្រាប់ខ្ញុំវិញវាជារឿងគ្រួសាររបស់ខ្ញុំដែលកំពុងបែកបាក់គ្នាអ៊ីឡេនៅពេលដែលឮអញ្ចឹងហើយរត់តែសើចខ្លាំងឡើងហើយអាប៉ែហ្នឹងក៏តែសើចរឿងទុកសោកគ្នាហ្មងឯងលោកមើលទៅពិតជាសប្បាយចិត្តខ្លាំងណាស់អ៊ីឡេឆ្លើយថាទេដោយសារតែខ្ញុំភ្ញាក់ផ្អើលនៅពេលដែលឃើញឯងនិងបងប្រុសរបស់ឯងមានភាពខុសគ្នាខ្លាំងខ្ញុំគិតថាឯងនិងជុងជេគឺជាបងប្អូនខ្លួននឹងគ្នាគួរតែមានភាពស្រដៀងគ្នាខ្លះហើយវាពិតជាគួរចាប់អារម្មណ៍នៅពេលដែលឃើញបុគ្គលិកលក្ខណៈរបស់អ្នកទាំងពីរនិងរូបរាងរបស់អ្នកទាំងពីរខុសគ្នាអញ្ចឹងតើលោកធ្លាប់ជួបជេអ៊ីមែនទេអ៊ីឡេឆ្លើយទៅថេថាតែឯងខ្ញុំជួបគេយូរហើយកាលហ្នឹងគេពិតជាក្មេងខ្លាំងណាស់ប៉ុន្តែគេបែរជាអាចធ្វើរឿងដ៏គួរភ្ញាក់ផ្អើលមួយបាននេះតើគេដឹងរឿងច្រើនតាំងពីពួកយើងនៅក្មេងតាមអ្វីដែលលោកនិយាយលោកមានភាពស្រដៀងគ្នានឹងបងប្រុសរបស់លោកដែរអត់ខ្ញុំមិនដែលឮអ្នកណានិយាយថាពួកយើងដូចគ្នាទេហើយណាមួយពួកយើងមិនមែនជាបងប្អូនព្រោះផងហើយគម្លាតអាយុរបស់យើងគឺខុសគ្នាឆ្ងាយណាស់នៅពេលដែលអ៊ីឡេកំពុងនិយាយសោកដូចជាមានអ្នកណាកំពុងតែហៅអ៊ីឡេថេក៏ថានៅនឹងមានមនុស្សឈរពីក្រោយដែរមែនសុំទោសផងឥឡូវនេះខ្ញុំរវល់សង្ឃឹមថាបានជួបឯងម្ដងទៀតអញ្ចឹងតើលោកមានអីចង់ប្រាប់ពូខ្ញុំអត់មិនអីទេចាំខ្ញុំនឹងខលទៅគាត់នៅពេលក្រោយលាសិនហើយពេលដែលការខលត្រូវបានបិទថេក៏បានព្រួយខ្លួនទៅរួចហើយក៏និយាយថាយ៉ាងណាក៏ខ្ញុំត្រូវតែរស់នៅលើពិភពលោកដែលពោរពេញទៅដោយសង្គ្រាមនេះដែរកាលមុននៅពេលព្រឹកខ្ញុំបារម្ភអ្នកកំពុងតែប្រាប់មនុស្សគ្រប់គ្នាដោយដែលអ្នកទាំងអស់គ្នាបាននឹងចាញ់ការបណ្ដុំដាលជាមួយនឹងខាងអឺរ៉ុបនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះដូច្នេះហើយយើងនឹងមើលការកត់ត្រាតាំងពីពេលមុននឹងមកធ្វើការវិភាគនៅពេលនេះហើយនេះគឺជាការកត់ត្រាការបណ្ដុំបណ្ដាលកាលពី2ឆ្នាំមុនពេលនោះថេកសុខថាមានអារម្មណ៍ថាដូចក្រុមជើងកាងកំពុងប្រយុទ្ធគ្នាអញ្ចឹងនេះទាំងនេះគឺជាការចងស្ពាន់គ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវតែប៉ុណ្ណោះយ៉ាងម៉េចនៅសល់តែ10ថ្ងៃទៀតទេណាតែឯងមានអារម្មណ៍ថាឯងអាចបន្តបានអត់ហ្នឹងខ្ញុំមិនដឹងដែរខ្ញុំគ្មានភាពជឿជាក់លើខ្លួនឯងទេ
ពេលនោះអ៊ំប្រុសម្នាក់នឹងក៏បាននិយាយថាបើសិនជាពួកឯងចង់រកពួកឯងត្រូវតែរៀនសិក្សាពីសត្រូវរបស់ពួកឯងអ្នកទាំងអស់គ្នាឆាប់មើលទៅលើអេក្រង់ភ្លាមទៅនៅពេលនោះសារបង្រៀនក៏មានភាពស្ងប់ស្ងាត់យ៉ាងខ្លាំងហើយម្នាក់បានសម្លឹងទៅមើលអេក្រង់ដែលបានឃើញបរិមម្នាក់ដើរចេញពីបន្ទប់មួយចេញមកគេមើលទៅពិតជាសង្ហាខ្លាំងណាស់តែគេរៀងមុខស្លេកបន្តិចម្នាក់នៅពេលដែលឮថេនិយាយចឹងហើយក៏មុខស្លេកគ្រប់គ្នាហើយងាកមកថេហើយសួរថាថេមិញតែនិយាយអីមិញហ្នឹងថេឆ្ងល់ហើយគិតថាហេតុអ្វីបានជាពួកគេធ្វើមុខអញ្ចឹងបរិះនៅក្នុងវីដេអូនោះគ្មានអាវុធមានតែស្រោមដៃមួយគូតែប៉ុណ្ណោះគេស្លៀកពាក់បែបសាមញ្ញតែមើលទៅសង្ហាខ្លាំងណាស់បរិះម្នាក់ហ្នឹងក៏បានងាកទៅមើលអេក្រង់ហើយក៏ញញឹមយ៉ាងសង្ហាខ្ញុំគិតថាផ្នែករបស់ពួកយើងបានជួបគ្នាមួយវិនាទីគេខ្មាញ់ខ្លាំងណាស់នៅពេលដែលគេញញឹមចឹងទៅពេលហ្នឹងក៏មានសម្រាប់ជើងរបស់បរិះម្នាក់ដើរមកម្នាក់ទៀតហើយពេលហ្នឹងថៃក៏បាននិយាយថាសម្លេងជើងរបស់គេដើរលះជាងខ្ញុំទៀតពេលហ្នឹងក៏ឮគេហៅឈ្មោះថាគីយូមីហើយសម្លេងនេះខ្ញុំមិនដឹងថាគេអ្នកហៅឬក៏អាហ្នឹងគេប្រកាសទេថៃនៅពេលដែលឮហើយក៏មានអារម្មណ៍ថាឈ្មោះនេះដូចធ្លាប់ឮឈប់សិននេះមិនមែនជាម្ចាស់ចាស់ដែលធ្លាប់រស់នៅបន្ទប់របស់ខ្ញុំទេមែនទាំងមុខរបស់គីយូមីនៅក្នុងវីដេអូដូចជាស្លេកស្លាំងខ្លាំងណាស់មើលទៅគីយូមីកំពុងតែវាយលុកគូប្រកួតរបស់គេដោយប្រើកាយដៃហើយទោះគេត្រឹមកាយដៃរបស់គីយូមីក៏ដោយក៏គេមិនអាចគេចពីកំបិតបានដែរពេលនោះថេបផ្ទះផ្អើលមែនតើដោយសារតែអាប៉ែកហ្នឹងអត់បានឲ្យទៅរងកាយដៃរបស់គីយូមីទេបែរជាយកដៃម្ខាងទៅចាប់កំបិតរបស់គីយូមីវិញហើយក៏ចាប់ដៃអាប៉ែកហ្នឹងមួលកាច់មកក្រោមឲ្យធ្លាក់កំបិតខ្ញុំសឹងតែមិនជឿថាគេខ្លាំងលក្ខណៈនេះគេមិនខ្លាចសូម្បីតែកំបិតពេលហ្នឹងគេក៏បានយកដៃម្ខាងទៅច្បាច់ករបស់គីយូមីហើយគេក៏បានយកដៃទៅចាក់ករបស់គីយូមីរូបភាពដូចតែអ្នកទាំងអស់គ្នាបានឃើញចឹងនេះថៃនៅពេលដែលឃើញចឹងក៏ចាប់ផ្ដើមព្រឺសបល់ហើយខ្លាចយំហើយចាប់ផ្ដើមនិយាយថានេះតែជារឿងស្អីគេនោះពេលហ្នឹងក៏មានបរិះម្នាក់និយាយប្រាប់ថាអាប៉ែកហ្នឹងគឺជាអ្នកខ្លាំងនិងខុសខើជាងគេនៅតំបន់អឺរ៉ុបគ្មានអ្នកណាគេហ៊ានទៅបាត់បោះអាប៉ែកហ្នឹងទេពេលហ្នឹងគីយូមីបេះតែបាត់បង់ជីវិតប៉ុន្តែជាសំណាងល្អគេមិនអីពេលនោះខ្ញុំគិតថាគេស្លាប់បាត់ហើយតែប៉ុន្តែជាអភូតហេតុគេបែរជានៅរស់មានរឿងកើតឡើងបែបនេះតើអង្គការមានចាត់វិធានការទៅលើគេដែលអត់បើកមានវីដេអូច្បាស់បែបហ្នឹងឯហ្នឹងថាអាហ្នឹងគ្រាន់តែជាការហ្វឹកហាត់តែប៉ុណ្ណោះវាគឺជាការប្រយុទ្ធរវាងអ្នកប្រើប្រាស់អាវុធនិងអ្នកដែលមិនប្រើប្រាស់អាវុធអ្វីដែលឯងបានឃើញនេះវាគ្រាន់តែជាការបណ្ដុះបណ្ដាលតែប៉ុណ្ណោះតែក្នុងការប្រយុទ្ធហ្នឹងគេដូចជាចង់សម្លាប់គេយូមីដោយចេតនាគេតែងតែបែបហ្នឹងពេលខ្លះត្រូវអង្គការឃុំខ្លួនពីរបីដងដែរហ្នឹងថេឆ្ងល់ហើយក៏សួរថានៅផ្នែកឃុំខ្លួនអាប៉ែហ្នឹងក៏ឆ្លើយថេវិញថាទៅហើយវានៅក្នុងជាន់ D7 ពេលដែលឯងជាប់នៅទីនោះឯងចេញមកវិញឯងនឹងមានតែស្បែកនឹងឆ្អឹងទេហើយកន្លែងហ្នឹងគេសម្រាប់តែឃុំអ្នកធ្វើខុសច្បាប់តែប៉ុណ្ណោះថេពេលហ្នឹងក៏គិតថាភ័យខ្លាចថាអញ្ចឹងអាប៉ែហ្នឹងប្រហែលជានៅតែគេខ្លាចគ្រប់គ្នាហ្នឹងហើយតែអ្នកទាំងអស់គ្នាអាចចាំបានដែរអត់បើហើយអញ្ចឹងហើយខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នានីមួយអញ្ចឹងហើយសូមយកចិត្តទុកដាក់បន្តិចខ្ញុំគិតថាទោះខ្ញុំដាក់កាយដាក់ចិត្តហ្វឹកហាត់នៅទីនេះប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនអាចយកឈ្នះប្រុសម្នាក់នឹងបានតែអ្វីដែលល្អបំផុតនោះគឺរត់ការមកមើលដល់ពេលដែលថេទៅរកស៊ីនលូនៅកន្លែងធ្វើការស៊ីនលូនៅពេលដែលឃើញថេហើយក៏និយាយថាអូសួស្ដីថេនៅពេលដែលឃើញស៊ីនលូគេសួរថាហេតុអ្វីបានជាឯងនៅទៅនឹងម្នាក់ឯងទៀតហើយអូគឺថ្ងៃនេះខ្ញុំធ្វើការតាមម៉ោងពេលយប់ទៀតហើយអញ្ចឹងតើបងរវល់ដែរណាអត់ទេខ្ញុំមានពេលទំនេរមួយផ្លែតខ្ញុំក៏ទៅអានសៀវភៅនៅបណ្ណាល័យហើយក៏ឃើញឯងទេមកខ្ញុំក៏បញ្ញាមកទីនេះភ្លាមទៅតែបើសិនជាឯងរវល់មិនអីទេចាំខ្ញុំមកលើក្រោយក៏បានដែរទៅហើយវាជាវេនរបស់ពីវិញទេប៉ុន្តែគេជឿកាពេលចឹងហើយខ្ញុំខកជំនួសគេទៅសុំទោសផងណាថែតែនេះខ្ញុំអាចទៅដើរលេងជាមួយនឹងបងបានទេអូអញ្ចឹងក៏តែមកដើម្បីបរិយាកាសដើរលេងរបស់យើងទៅពីសោះអញ្ចឹងតើពីវិញគេមិនអីទេមែនទេអូគេមិនអីទេគេគ្រាន់តែនៅពេលព្យាបាលសិនតែប៉ុណ្ណោះថ្ងៃនេះខ្ញុំមិនធ្វើអីទេខ្ញុំគ្រាន់តែមកយាមការិយាល័យតែប៉ុណ្ណោះបើសិនជាបងទៅណែបងអញអង្គុយផឹកតែនៅទីនេះលេងសិនបានមិនអីទេខ្ញុំដូចជាមិនសូវរវល់អីផងអញ្ចឹងតើតែនេះឈ្មោះអីដែរឈ្មោះខីមុនតើបងចូលចិត្តវាអត់ខ្ញុំមិនអាចធ្លាប់សាកវាពីមុនមកទេតែរសជាតិរបស់វាដូចគ្រីមធីដែរមែនម្យ៉ាងដែរតើបើពួកយើងមិនបានជាងការក៏ពួកយើងអាចនិយាយគ្នានៅទីនេះលេងបានដែរអត់ទេវាជាប្រភេទតែខ្មៅហើយវាមានក្លិនដូចជាអុកវីដេចាំខ្ញុំឆុងវាបងព្រោះពេលហ្នឹងថៃក៏បានគិតថាថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍ល្អខ្លាំងណាស់
តាបងចាំមិនថាតានៅកន្លែងហ្វឹកហាត់នឹងពិបាកឬអត់ហើយតាបងអាចចុះសម្រងជាមួយពួកគេបានអត់ហ្នឹងហើយគាត់ថាខ្ញុំមកទីនេះបានតែប្រហែលថ្ងៃទេឬហើយគាត់និយាយទៅកាន់ស៊ីនលូថាខ្ញុំនិយាយថាមិនអីវាដូចជាកុហកពេកហើយខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើនៅក្នុងការហ្វឹកហាត់ប៉ុន្តែការហ្វឹកហាត់នេះក៏ជាហត់នឿយខ្លាំងណាស់មានចំណេញជាច្រើនដែលខ្ញុំត្រូវរៀនការហ្វឹកហាត់នៅទីពិតជាពិបាកនៅក្នុងជីវិតទៅហ៊ានទៀតហើយអ្នកដែលនៅក្នុងក្រុមរបស់ខ្ញុំវិញសុទ្ធតែកំពុងតែមានទេពកោសល្យជ្រុលដែរហើយសូម្បីតែអ្វីដែលខ្ញុំជួបប្រសងមិញហ្នឹងក៏ជាមនុស្សដែលមានទេពកោសល្យខ្លាំងដែរថេតាបងអត់សុខអាហ្នឹងខ្ញុំមានផ្លែឈើគ្រឿងខ្លះតាបងចង់សាអត់ពេលហ្នឹងស៊ីលូអត់ទៅចិត្តថេមែនតើថេឡើងភ្ញាក់ផ្អើលយកមកឲ្យចាំតាមនិយាយប្រាប់ថាបានចឹងជួយយកឲ្យខ្ញុំតិចមកអូខេចឹងក៏បានដែរពេលហ្នឹងថេក៏ផ្ទះខ្លួនឯងមកកំភ្លៀងឲ្យគាត់ថានេះតែកំពុងចង់ធ្វើអីចង់ធ្វើអីតែកំពុងខិតអីហ្នឹងជាងត្រង់តែបានជួបគ្នាប្រហែលថ្ងៃទេណាស្ងប់រងសនចង់ធ្វើអីគេនៅក្មេងនៅឡើយទេគេមើលទៅក្មេងណាស់មុខមាត់ថ្មគេទន់គេមើលទៅពិតជាក្មេងស្ងប់រងយើងមិនត្រូវក៏ដើម្បីប្រេះប្រាស់លើក្មេងទេពេលនោះស៊ីលូឡើងឆ្ងល់មកស៊ីលូសួរថេថាតើបងអត់អីណាត្រូវការទៅពេទ្យអត់ខ្ញុំធ្លាប់ឮថាមានមនុស្សម្នាក់ហើយមានទេពកោសល្យចំពោះអាវុធហើយខ្ញុំធ្លាប់ឮទៀតថាគាត់គឺជាបងប្អូនភ្លោះរបស់បងត្រូវហើយពួកយើងគឺជាបងប្អូនភ្លោះនឹងគ្នាប៉ុន្តែមុខមាត់និងបុគ្គលិកលក្ខណៈរបស់យើងគឺខុសគ្នាវាជាការពិតមែនណាអញ្ចឹងចុងជើដែលធ្វើការនៅទីស្នាក់ការកណ្ដាលគឺជាបងប្រុសរបស់បងវាតែបែបនេះខ្ញុំអាចប្រៀបធៀបជាមួយនឹងបងប្រុសរបស់ខ្ញុំបានទេការមកមើលនៅពេលដែលថេនៅក្មេងមានបរិបម្នាក់សួរថាតើឯងជាបងប្រុសរបស់ចុងជើមែនតើចុងជើជាបងប្រុសរបស់ឯងមែនវាតែបែបនេះគ្រប់ពេលមនុស្សគ្រប់គ្នាចូលចិត្តខ្ញុំដោយសារតែរឿងនេះពួកគេចូលមកគាត់តែចង់បានបងប្រុសរបស់ខ្ញុំតែប៉ុណ្ណោះមនុស្សគ្រប់គ្នាចូលចិត្តខ្ញុំដោយសារតែចុងជើខ្ញុំគិតថាក្នុងខ្លួនរបស់ខ្ញុំគ្មានតម្លៃអ្វីទៅតែសោះតែមនុស្សគ្រប់គ្នាចូលចិត្តបងប្រុសរបស់ខ្ញុំច្រើនជាងចូលចិត្តខ្ញុំមែនទេហើយអ្វីបានជាខ្ញុំកាន់មកគ្មានសំណាងចឹងសម្បីតែក្មេងម្នាក់នេះក៏ចូលចិត្តខ្ញុំដោយសារតែបងប្រុសរបស់ខ្ញុំដែរមែនទេពេលថៃក៏សួរថាយ៉ាងវិញហ្នឹងតែចង់ជួបបងប្រុសរបស់ខ្ញុំមែនខ្ញុំមិនមែនចង់ជួបគាត់ទេគាត់តែខ្ញុំមិនដែលឃើញគាត់តែប៉ុណ្ណោះខ្ញុំសង្ឃឹមថាគេគឺជាមនុស្សដែលចូលចិត្តខ្ញុំដោយអ្នកគ្រប់គ្នាដែលចូលចិត្តខ្ញុំដោយសារតែប្រយោជន៍តែប៉ុណ្ណោះខ្ញុំក៏ថាគាត់ប្រហែលជាមានប្រជាប្រិយភាពខ្លាំងណាស់បងនិយាយថាបងមិនដូចគ្នាប៉ុន្តែបងជាបងប្អូននឹងគ្នាបងក៏តែមានភាពស្រដៀងគ្នាខ្លះដែរបើគាត់ស្រដៀងនឹងបងខ្ញុំគិតថាបងក៏តែមានប្រជាប្រិយភាពដែរថៃបានឆ្លើយទាំងអៀនថាបើសិនជានិយាយពីជាអីនោះក៏គឺមានប្រជាប្រិយភាពខ្លាំងណាស់ប៉ុន្តែសម្រាប់ខ្ញុំគឺប្រជាប្រិយភាពទេបងកុំឆ្ងល់អីខ្ញុំដឹងថាបងមានភាពទាក់ទាញតែគាត់តែមនុស្សគ្រប់គ្នាមិនដឹងពីភាពទាក់ទាញរបស់បងតែប៉ុណ្ណោះពេលនោះសិលលោកអ្វីសោះរបស់ថៃហើយក៏និយាយថាវាដូចជាមុខរបស់បងអញ្ចឹងវាពិតជាមានមន្តស្នេហ៍ខ្លាំងណាស់អូខេមុនទៅដល់ភាពបញ្ចុះខ្ញុំសូមនិយាយមួយសិនកាយខ្ញុំឈឺកអញ្ចឹងហើយខ្ញុំនិយាយអត់សូវច្បាស់ទេតែអ្នកទាំងអស់គ្នាមិនបាច់ប្រកាន់ទេណាដោយសារខ្ញុំនិយាយអត់ច្បាស់ស្រាប់ហើយហ្នឹងអញ្ចឹងហើយបាយបាយណា